ពិតត្រូវបានលាតត្រដាងស្ត្រីជនជាតិអែកឡង់ដែលបងប្អូនមហាជនបានយល់ច្រឡំថាជាជនជាតិថៃនោះបានចេញវីដេអូសូមទោសរួចរាល់ហើយប្រិយមិត្តពុកម៉ែបងប្អូនប្រហែលជាបានឃើញនៅវីដេអូ viral មួយកាលពីពេលថ្មីនេះដែលមានការលើកឡើងថាស្ត្រីជនជាតិបរទេសម្នាក់បានមករំខានការថតឈុតប្រពៃណីខ្មែររឿងនេះបានធ្វើឲ្យមហាជនទុះនៅការចាប់អារម្មណ៍យ៉ាងខ្លាំងក៏ប៉ុន្តែតើបងប្អូនដឹងទេថាការពិតនៅពីក្រោយនៃហេតុការណ៍នេះគឺជារឿងរ៉ាវដ៏សោកសៅមួយដែលនឹកស្មានមិនដល់ថ្ងៃនេះយើងខ្ញុំនឹងលើកយកនៅព្រឹត្តិការណ៍មួយដែលទទួលបាននៅការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី21ខែសីហាឆ្នាំ2026កន្លងទៅនេះគឺជាករណីយល់ច្រឡំមួយរវាងក្រុមការងារថតសម្អាងការខ្មែរនិងស្ត្រីជនជាតិបរទេសម្នាក់នៅសន្តាគារប៉ាទីអូនៅក្នុងខណ្ឌបឹងកេងកងផ្អែកទៅតាមព័ត៌មានដែលទទួលបានហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី21ខែសីហាឆ្នាំ2026ខណៈដែលក្រុមការងារសម្អាងការមួយក្រុមរួមមានតារាម៉ូដែលកញ្ញាម៉ាយ៉ានិងកញ្ញាហ្វាកំពុងថតម៉ូដក្នុងឈុតស្បៃខ្មែរនៅឯសន្តាគារប៉ាទីអូស្របពេលនោះក៏មានស្ត្រីជនជាតិបរទេសម្នាក់បានដើរចូលមកក្បែរទីតាំងថតហើយបានកើតមាននៅការប៉ះទង្គិចនៅពាក្យសម្ដីគ្នាដោយសារតែស្ត្រីរូបនោះបានប្រើប្រាស់ភាសាថៃលាយឡំជាមួយនឹងភាសាអង់គ្លេសភាគីខាងក្រុមការងារសម្អាងការបានយល់ច្រឡំថារូបគាត់គឺជាជនជាតិថៃដែលមិនពេញចិត្តទៅនឹងការស្លៀកពាក់ឈុតប្រពៃណីខ្មែរភ្លាមនោះវីដេអូនៃសកម្មភាពនេះត្រូវបានថតនិងបង្ហោះនៅលើបណ្ដាញសង្គមដែលបានធ្វើឲ្យមហាជនជាច្រើនបានបញ្ចេញមតិយ៉ាងចម្រូងចម្រាសយ៉ាងឆាប់រហ័សជាទីបំផុតក្រោយពីបានឃើញមាននៅការចែកចាយយ៉ាងទូលំទូលាយនិងអាចបង្កឲ្យមានការយល់ច្រឡំកាន់តែធំឯកឧត្តមស្នេហ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏មិនបានទុកឲ្យករណីនេះនៅស្ងប់ស្ងាត់នោះទេលោកក៏បានចាត់ឲ្យកងកម្លាំងជំនាញចុះទៅដល់ទីតាំងសន្តាគារនោះភ្លាមដើម្បីធ្វើការស្រាវជ្រាវប្រមូលនៅព័ត៌មាននិងហៅភាគីដែលពាក់ព័ន្ធមកសួរនាំរកការពិតនេះគឺជាចំណាត់ការដ៏ឆាប់រហ័សដើម្បីធានាថាសណ្ដាប់ធ្នាប់សាធារណៈត្រូវបានរក្សាហើយរាល់ភាពចម្រូងចម្រាសត្រូវបានដោះស្រាយដោយផ្អែកទៅលើច្បាប់និងការពិតលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចបានបង្ហាញការពិតមួយដែលផ្ទុយស្រឡះពីអ្វីដែលត្រូវបានសន្និដ្ឋាននៅលើបណ្ដាញសង្គមស្ត្រីរូបនោះមិនមែនជាជនជាតិថៃនោះទេរូបគាត់គឺជាជនជាតិអែកឡង់សញ្ជាតិអែកឡង់ដែលមានឈ្មោះថា Thompson Annabella មានអាយុ54ឆ្នាំរូបគាត់បានរស់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជាយើងជាង12ឆ្នាំមកហើយអ្វីដែលគួរឲ្យគាត់សម្គាល់ទៀតនោះគឺយោងទៅតាមការបញ្ជាក់របស់សមត្ថកិច្ចនៅថ្ងៃកើតហេតុស្ត្រីរូបនេះស្ថិតនៅក្នុងស្ថានភាពស្រវឹងខ្លាំងមូលហេតុដែលគាត់ផឹកស្រាគឺដោយសារតែនៅថ្ងៃនោះគឺជាថ្ងៃខួបទី12ឆ្នាំនៃការទទួលមរណភាពកូនរបស់គាត់នៅពេលដែលគាត់កំពុងរងចាំចណ្ដើរយន្តយូរពេកបូករួមទៅនឹងស្ថានភាពស្រវឹងនិងអារម្មណ៍សោកសៅផងនោះរូបគាត់ក៏បានងាកទៅនិយាយប៉ះសម្ដីជាមួយនឹងក្រុមអ្នកសម្អាងការតែម្ដងក្រោយពីបានដឹងការពិតអំពីសាច់រឿងទាំងស្រុងនៅព្រឹកថ្ងៃទី22ខែសីហាអ្នកស្រី Thompson Annabella ក៏បានចេញវីដេអូជាសាធារណៈដើម្បីធ្វើការសូមទោសយ៉ាងស្មោះស្ម័គ្រចំពោះទង្វើរបស់គាត់នៅក្នុងវីដេអូនោះរូបគាត់បានបញ្ជាក់ថាគាត់សូមទោសចំពោះអ្វីដែលបានកើតឡើងគាត់មានមិត្តភ័ក្តិនៅកម្ពុជាច្រើនហើយក្នុងនាមជាភ្ញៀវម្នាក់គាត់ទទួលស្គាល់ថាមិនគួរធ្វើទង្វើបែបនេះនោះឡើយក្រោយការសូមទោសនេះភាគីខាងម្ចាស់សម្អាងការនិងក្រុមការងារក៏បានទទួលយកនៅការសម្របសម្រួលដោយយោគយល់អធ្យាស្រ័យឲ្យគ្នានិងបានបញ្ចប់បញ្ហាដោយរលូនផងដែរបាទប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពបើមើលទៅតាមព័ត៌មានដែលមានរហូតមកដល់ពេលនេះហេតុការណ៍នេះបានផ្ដល់នៅជ្រុងសម្រាប់ធ្វើការពិចារណានៅចំណុចសំខាន់មួយចំនួនដែលបងប្អូនមហាជនគួរតែស្វែងយល់បន្ថែមចំណុចទី1នោះគឺហានិភ័យនៃការកាត់ក្តីតាមរយៈបណ្ដាញស
ង្គមហេតុអ្វីបានជារឿងនេះคล้ายទៅជាចំណាប់អារម្មណ៍ខ្លាំងគឺដោយសារតែវាត្រូវបានផ្សារភ្ជាប់ទៅនឹងរឿងជាតិសាសន៍និងវប្បធម៌នៅពេលដែលយើងបានឮថាមានជនបរទេសមករំខាននៅការស្លៀកពាក់បែបប្រពៃណីជាតិតាមធម្មជាតិយើងតែងតែមានអារម្មណ៍ការពារនៅវប្បធម៌របស់យើងក៏ប៉ុន្តែចំណុចនេះអាចបង្ហាញយ៉ាងច្បាស់ថាអ្វីដែលយើងបានឃើញតែមួយផ្លែតនៅក្នុងវីដេអូឃ្លីបមិនប្រកាសថាជាការពិតទាំងស្រុងនោះទេការឮសំឡេងនិយាយភាសាថៃមិនមែនមានន័យថាបុគ្គលរូបនោះគឺជាជនជាតិថៃជានិច្ចនោះទេពីព្រោះជនជាតិបរទេសដែលរស់នៅតំបន់អាស៊ីយូរឆ្នាំភាគច្រើនចេះនិយាយភាសាតំបន់នេះលាយឡំគ្នាចំណុចទី2គឺគម្លាតរវាងការសន្និដ្ឋាននិងស្ថានភាពផ្លូវចិត្តជាក់ស្ដែងរឿងរ៉ាវនេះបានបង្កប់នៅសោកនាដកម្មផ្ទាល់ខ្លួនដែលគ្មាននរណាម្នាក់បានដឹងនៅពេលដែលមហាជនកំពុងតែខឹងសម្បាគ្មាននរណាម្នាក់ដឹងទេថាស្ត្រីវ័យ54ឆ្នាំរូបនេះកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏សោកសៅជាទីបំផុតក្នុងថ្ងៃខួបស្លាប់កូនរបស់គាត់នោះទេការវិភាគនេះដោយផ្អែកទៅលើទិន្នន័យពីសមត្ថកិច្ចដែលបានរំលឹកយើងថានៅពីក្រោយសកម្មភាពអវិជ្ជមានរបស់មនុស្សម្នាក់ៗពេលខ្លះអាចមានសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដែលយើងមើលមិនឃើញការដឹងអំពីបរិបទនេះបានធ្វើឲ្យកំហឹងប្រែคล้ายទៅជាការយោគយល់ចំពោះមនុស្សចាស់ម្នាក់ដែលកំពុងតែបាត់បង់ស្មារតីគ្រប់គ្រងខ្លួនឯងដោយសារតែការឈឺចាប់ចំណុចទី3តួនាទីយ៉ាងសំខាន់របស់អាជ្ញាធរក្នុងការស្វែងរកការពិតករណីនេះបានបង្ហាញអំពីភាពចាំបាច់នៃការទុកឱកាសឲ្យអាជ្ញាធរធ្វើការប្រសិនបើគ្មាននៅការចុះអន្តរាគមន៍សួរនាំនិងផ្ទៀងផ្ទាត់នៅឯកសារអត្តសញ្ញាណពីសំណាក់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទេនោះការយល់ច្រឡំនេះអាចនឹងរីករាលដាលកាន់តែធំប៉ះពាល់ទៅដល់មុខមាត់សង្គមនិងអាចឈានទៅដល់ការរើសអើងជាតិសាសន៍ដោយអចេតនាថែមទៀតផងអាជ្ញាធរបានដើរតួនាទីជាអ្នកបន្សាបកំហឹងសង្គមដោយបានប្រើប្រាស់ការពិតយកមកពន្យល់ជូនបងប្អូនមហាជនក្នុងនាមជាអ្នកអត្ថាធិប្បាយនិងតាមដាននៅព័ត៌មានមួយរូបយើងខ្ញុំសូមចែករំលែកនៅមតិមួយចំនួនជុំវិញរឿងរ៉ាវនេះដោយឈរទៅលើគោលការណ៍កណ្ដាលនិងការគោរពដល់ភាគីពាក់ព័ន្ធទាំងអស់ខ្ញុំសូមកោតសរសើរដល់ភាពចាស់ទុំរបស់ភាគីទាំងសងខាងទាំងម្ចាស់សម្អាងការដែលព្រមទទួលយកនៅការសុំទោសនិងការសម្របសម្រួលបញ្ចប់រឿងនិងទាំងស្ត្រីជនជាតិអែកឡង់ដែលក្លាហានចេញមុខទទួលកំហុសនិងសូមទោសជាសាធារណៈនេះគឺជាគំរូដ៏ល្អនៃការដោះស្រាយជម្លោះប្រកបដោយសន្តិវិធីទន្ទឹមនឹងនេះគឺជាមេរៀនដ៏មានតម្លៃមួយសម្រាប់ពួកយើងទាំងអស់គ្នានៅក្នុងការប្រើប្រាស់បណ្ដាញសង្គមយើងមិនគួរប្រញាប់ធ្វើការសន្និដ្ឋានឬក៏ប្រើប្រាស់នៅពាក្យសម្ដីធ្ងន់ធ្ងរវាយប្រហារទៅលើនរណាម្នាក់នោះឡើយនៅពេលដែលយើងមិនទាន់បានស្គាល់នៅអត្តសញ្ញាណឬក៏ដឹងអំពីសាច់រឿងពេញលេញនោះទេជួនកាលការចែកចាយនៅព័ត៌មានដោយកំហឹងមួយរំពេចអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់អ្នកដទៃហើយនៅពេលការពិតត្រូវបានលាតត្រដាងវាអាចនឹងហួសពេលនៅក្នុងការលុបបំបាត់នៅការខូចខាតនោះដោយដែលក្រុមការងារព័ត៌មាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់អំពីវនីវរួចមកហើយរឿងរ៉ាវត្រូវបានបញ្ចប់ហើយសូមបងប្អូនកុំបន្តចែកចាយនៅវីដេអូចំនួននោះតទៅទៀតដើម្បីជៀសវាងនៅការយល់ច្រឡំតទៅមុខទៀតយើងក៏បីរក្សាបរិយាកាសល្អលើកទឹកចិត្តនិងទាក់ទាញភ្ញៀវបរទេសដែលតែងតែស្រឡាញ់រស់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជារបស់យើងសរុបជារួមមកវិញករណីចំនួននៅសន្តាគារប៉ាទីអូនេះគឺជារឿងរ៉ាវនៃការយល់ច្រឡំផ្នែកភាសាបូករួមទៅនឹងស្ថានភាពស្រវឹងដោយសារតែការសោកសៅផ្ទាល់ខ្លួនរបស់ភ្ញៀវបរទេសបច្ចុប្បន្ននេះភាគីទាំងពីរបានយោគយល់អធ្យាស្រ័យនិងបញ្ចប់បញ្ហាដោយស្នាមញញឹមក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចយើងខ្ញុំសង្ឃឹមថាវីដេអូនេះបានផ្ដល់នូវការពិតនិងបរិបទច្បាស់លាស់ជូនដល់បងប្អូនប្រិយមិត្តដើម្បីបញ្ចប់នៅរាល់ចម្ងល់នានាប្រសិនបើមាននៅព័ត៌មានផ្លូវការថ្មីណាមួយបន្ថែមទៀតយើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពជូនបងប្អូននៅពេលក្រោយទៀតតើបងប្អូនប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរចំពោះរឿងនេះសូមមេត្តាបញ្ចេញមតិប្រកបដោយភាពថ្លៃថ្នូរនិងការគោរពគ្នាទៅវិញទៅមកនៅខាងក្រោមវីដេអូនេះទាំងអស់គ្នា